មិនត្រូវការសួនបន្លែនិងមិនរើសកន្លែងដាំទេបងប្អូនអាចដាំត្រសក់ទ្រឹងនេះក្នុងធុងថ្នាំចាស់ៗនៅផ្ទះត្រសក់សរីរាង្គរសជាតិដើមស្រួយនិងផ្អែមបងប្អូនក៏អាចរៀនដាំតាមវិធីនេះបានដែរខ្ញុំបានរើសធុងចាស់ៗដែលគេបោះចោលពី3នៅតាមផ្លូវហើយគង់រុនបង្ហូរទឹកនៅខាងក្រោមបំពេញវាជាមួយដីស្រធាតុចិញ្ចឹមរបៀបធ្វើឲ្យដីមានសំណើមរហូតដាក់កែវជ័រដែលមានចោះរុនតូចៗនៅចំកណ្ដាលនេះគឺគេហៅថាប្រព័ន្ធធារាសាស្ត្រដោយស្វ័យប្រវត្តិបងប្អូននឹងដឹងវានៅពេលក្រោយធុងថ្នាំចាស់ធំមួយអាចដាំកូនត្រសក់បាន3ដើមចាក់ទឹកចូលក្នុងដបបន្ទាប់មកដោះគម្របដបចេញបន្តិចឬចោះរុនទុកឲ្យវាស្រក់បន្តិចម្ដងរក្សាដីឲ្យមានសំណើម1ខែបន្ទាប់ពីដាំត្រសក់លូតលាស់ខៀវស្រងាត់និងបៃតងត្រូវការសាងសង់ទ្រើងដាំបង្គោលឫស្សីចំនួន3ចូលទៅក្នុងធុងបន្ទាប់មកដាក់កងដែកមួយចំនួនធានាដោយខ្សែចងស៊ុំឡើងលើដែលអាចធ្វើនៅផ្ទះបានហើយដាំប្រហែល2ខែត្រសក់ឡើងទ្រើងយ៉ាងច្រើនតាមតែយើងថែទាំវាត្រសក់ពណ៌បៃតងបញ្ចេញក្លិនក្រអូបស្រស់បងប្អូនទំនេរពីការងារអាចដាំត្រសក់នៅផ្ទះបានបងប្អូនអាចញ៉ាំត្រសក់ស្រស់ជារៀងរាល់ថ្ងៃគ្មានជាតិគីមីនិងលម្អជាសួនបន្លែបៃតងក្លិនក្រអូបចូលរោនច្រមុះអ្នកជិតខាងដែលបានដឹងនឹងលួចរៀនពីបងប្អូនចិត្តដល់រដូវដាំត្រសក់ហើយបើពេញចិត្តសូមជួយ like និង share ផងសូមអរគុណ